ជំរាបសួរលោកគ្រូក្នុងវីដេអូនេះដែរធ្វើពាក់ព័ន្ធជាមួយនឹង file permission part 3តាក់ទងជាមួយនឹងការ change owner អញ្ចឹងដំបូងយើងមានលំហាត់បែបនេះអញ្ចឹងក្នុងលំហាត់នឹងដែរគឺដំបូងខ្ញុំសូមអានតាក់ទងជាមួយនឹងលំហាត់នឹងសិនអញ្ចឹងលំហាត់នឹងមានន័យថាយើងមាន folder ចំនួន3គឺមានfolder PHP ស្ថិតនៅក្នុងsubfolder sv1 នឹងហើយនឹង file Java ស្ថិតនៅក្នុង subfolder sv1 ហើយនឹង Python ក៏ស្ថិតនៅក្នុងsubfolder sv1 ដែរអញ្ចឹងសរុបមកគឺក្នុងលំហាត់ហ្នឹងយើងមាន folder ចំនួន3ហើយនឹង user ចំនួន7 user មាន sva svb svc svd sve svf ហើយនឹង svg អញ្ចឹងសរុបទាំងអស់ user របស់យើងមានចំនួន7ហើយបន្ទាប់មកយើងមានសិទ្ធ user នឹងមានសិទ្ធរៀងៗខ្លួនទៅលើ folder នីមួយៗអញ្ចឹងសម្រាប់ user sva នឹងមានសិទ្ធទៅលើ folder php នឹងមានសិទ្ធread write និង execute ចំណែកឯ Java គឺគាត់អត់មានសិទ្ធទេហើយនឹង folder Python ក៏គាត់អត់មានសិទ្ធដែរហើយចំណែក user svb គាត់មានសិទ្ធទៅលើ folder php គឺnull មានន័យថាគាត់អត់មានសិទ្ធទេអត់មានសិទ្ធទៅលើ file ហ្នឹងទេ sorry អត់មានសិទ្ធទៅលើ folder ហ្នឹងទេចំណែកឯfile Java គាត់មានសិទ្ធទាំងនិយាយទៅមានសិទ្ធ full ទាំង read ទាំង write ទាំង execute ចំណែកឯ user svc គាត់មានសិទ្ធទៅលើ folder Java មានសិទ្ធតែ read ហើយនឹង execute ទេហើយsvd ក៏ដូចគ្នាដែរមានសិទ្ធតែ read ហើយនឹង execute ទេ write អត់មានសិទ្ធទេចំណែកឯ sve គាត់មានសិទ្ធទាំងread ទាំង write ទាំង execute ទៅលើ file Java folder Java sorry ចំណែកឯ svf គាត់មានសិទ្ធទៅលើ folder Java របស់យើងហ្នឹងមានសិទ្ធតែ read ហើយនឹង execute ទេតើតងជាមួយនឹង folder sorry user svg គឺគាត់មានសិទ្ធទៅលើ folder Python ហ្នឹងគាត់មានសិទ្ធទាំងអស់មានសិទ្ធ full ហ្មងមានទាំង read មានទាំង write មានទាំង execute ចំណែកឯfolder Java ហើយនិង folder PHP សម្រាប់ user svg ហ្នឹងគឺគាត់អត់មានសិទ្ធទាំងអស់គឺមានន័យថា null អូខេអញ្ចឹងដំបូងយើងចូលទៅក្នុងកិច្ចការរបស់យើងនេះអញ្ចឹងកន្លែងនេះខ្ញុំសូមបង្កើត folder មួយបង្កើត folder ធម្មតាទេសម្រាប់បន្ទុកទិន្នន័យរបស់ខ្ញុំទាំងអស់ហ្នឹងបន្ទុកទាំង user បន្ទុកទាំង folder ដើម្បីកុំឲ្យច្រឡំមួយការងារផ្សេងអញ្ចឹងខ្ញុំសូមបង្កើតថ្មីមួយគឺ sv1 តោះមកខ្ញុំ cd ចូលទៅក្នុង sv1 របស់ខ្ញុំ folder sv1 អូខេបន្តមកទៀតខ្ញុំធ្វើការបង្កើត folder របស់ខ្ញុំទាំង3ហ្នឹងអញ្ចឹងដើម្បីបង្កើតបានគឺយើងត្រូវប្រើ sudo អញ្ចឹងយើងប្រើ sudo .clear mkdir ធម្មតាមកបង្កើត folder របស់យើងហើយយើង .p បន្តមកយើង /sv1/ ឈ្មោះ folder របស់យើងគឺ php អូខេអញ្ចឹងយើង enter មកហើយគេនឹងឲ្យដាក់ password របស់យើងចូលអញ្ចឹងយើងដាក់ password មកអូខេតមកទៀតយើងបង្កើតមួយទៀតគឺ Java អូខេតមកទៀតយើងបង្កើត Python folder Python អូខេហើយបន្តមកទៀតពេលយើងបង្កើតអស់ហើយយើង
ការបង្កើត user ទាំង7របស់យើងអញ្ចឹងបង្កើត user យើងប្រើ sudo user add អូខេ user add តបមកហើយយើងដក ហើយយើងដាក់ឈ្មោះ user របស់យើងមកមាន sv.a ដំបូង sv.a យើង enter មកហើយយើងចង់ដាក់ password ឲ្យក៏បានយើងចង់ធ្វើយើងចង់បង្កើតយើងចង់ create user នឹងឲ្យអស់ហើយចាំយើង add password តាមក្រោយក៏បានដែរអញ្ចឹងខ្ញុំខ្ញុំសុំបង្កើតឲ្យអស់សិន cd ខ្ញុំបង្កើតឲ្យអស់ហើយបានខ្ញុំដាក់ password តាមក្រោយ add password តាមក្រោយ e f g អូខេអញ្ចឹងខ្ញុំធ្វើការបង្កើត add password សម្រាប់ user នីមួយៗអញ្ចឹងpassword គឺ sudo password ចង់កន្លែង password ហ្នឹងគឺយើងប្រើពាក្យwd ដើម្បីធ្វើការ add password ហើយយើងដាក់ឈ្មោះ user របស់យើងដែលចង់ add មកដល់ a តើមកគេឲ្យវាយ password របស់យើងអញ្ចឹងយើងវាយ password ចូលមកតែវាអត់បង្ហាញទេ password ហ្នឹងអញ្ចឹងយើងវាយ password ដដែលមាញ់វិញមកតើមកពេលយើងវាយចប់វានឹងដាក់ថា password update successfully ហើយអញ្ចឹងយើងដូរ password បន្ទាប់មកគ្រប់user របស់យើងអូខេអញ្ចឹងយើងដាក់ឲ្យអស់មក c ខ្ញុំដោយសារ error មិនដោយសារខ្ញុំច្រឡំចុច tab អញ្ចឹងខ្ញុំសុំដាក់ password សារថ្មីអូខេអូខេអញ្ចឹងវានឹងដើរត្រូវវិញហើយអញ្ចឹងយើងដូរមកដូរ user យើងចូល d ម្ដងអញ្ចឹងយើងដាក់ add password មកអូខេចូល e password របស់យើងចូល f password អូខេអញ្ចឹងយើងដល់ user G ហើយអូខេអញ្ចឹងពេលយើងដាក់ password ចប់អីអស់ហើយអញ្ចឹងជំហានបន្ទាប់គឺយើងត្រូវយក user ដែលយើងបង្កើតហ្នឹងsorry កន្លែងនេះយើងបង្កើតក្រុមអញ្ចឹងក្រុមរបស់យើងត្រូវបង្កើត3មានក្រុមPHP មានក្រុម Java ហើយនឹងមានក្រុមPython អញ្ចឹងដើម្បីបង្កើតក្រុមបានយើងត្រូវប្រើ sudo ក្រុម add ហើយយើងដាក់ឈ្មោះក្រុមរបស់យើងមកអញ្ចឹងកន្លែងនេះខ្ញុំសុំដាក់ក្រុមខ្ញុំដាក់ឈ្មោះក្រុមunderscore php អូខេហើយបន្តមកទៀតខ្ញុំបង្កើតក្រុម Java ក្រុម Python អូខេអញ្ចឹងយើងចង់បើសិនជាយើងចង់មើលuser មើលគ្រប់យើងមាន comment មួយដើម្បីមើលថាយើងបង្កើត user បានមែនបង្កើតគ្រប់បានមែនអញ្ចឹងយើងប្រើ comment មួយគឺប្រើ com gen .u បើយើងចង់មើលuser យើងដាក់ .u បើយើងចង់មើលគ្រប់យើងដាក់ g អញ្ចឹងយើងប្រើ vertical bar ហើយបន្តមកទៀតយើងប្រើ grep ហើយយើងដាក់ឈ្មោះតាក់ទងជាមួយនឹង user របស់យើងមកអញ្ចឹង user របស់ខ្ញុំ sv ដកអញ្ចឹងគ្រប់ sv ដកហើយគ្រប់ sv ដកហ្នឹងវានឹងចេញមកទាំងអស់អញ្ចឹង
user ខ្ញុំមានចំនួន7មាន user SVA SVB SVC អីហ្នឹងមានចំនួន7ហើយបើសិនជាយើងចង់មើលគ្រប់វិញយើងមកដូរនៅនេះ G ហើយបន្ទាប់មកទៀតយើងដូរឈ្មោះយើងដាក់ឈ្មោះគ្រប់របស់យើងមិញគឺគ្រប់គ្រប់មានច្រើនមាន S មាន Java មាន Python មាន PHP មិញអញ្ចឹងយើងដាក់តែប៉ុណ្្នឹងមកsorry សាកឡើងនេះខ្ញុំដាក់ underscore អូខេនេះគ្រប់ដែលខ្ញុំបានបង្កើតមិញមានចំនួន3ដោយសារគ្រប់ខាងលើហ្នឹងវាអត់ពាក់ព័ន្ធជាមួយនឹងកិច្ចការរបស់យើងទេអានឹងគ្រប់ផ្សេងឯងអូខេអញ្ចឹងយើងមានគ្រប់ចំនួន3នេះដែលយើងបានបង្កើតមិញហើយបន្តមកទៀតយើងធ្វើការទាញ user របស់យើងនឹងដាក់ចូលទៅក្នុងក្រុមសម្រាប់ owner ក្រុម control អញ្ចឹងយើងប្រើ command មួយ sudo .a ជីធំមួយមកហើយយើងដក clear ហើយយើងចង់ដាក់ក្នុងក្រុមណាអញ្ចឹងឡើងនេះក្រុមគ្រប់PHP អញ្ចឹងគ្រប់ PHP គឺខ្ញុំទាញបោះ SVA អូខេ SVA sorry ផ្លេចខាងមុខនេះគឺយើងត្រូវប្រើ user mode user mode អូខេយើងប្រើ user mode បន្ទាប់មកយើងដក A G ធំហើយបានយើងដាក់ឈ្មោះក្រុមរបស់យើងហើយយើងដាក់ user របស់យើងចូលអូខេយើង enter ទៅហើយយើងដូរមកយើងចង់ទាញ user ដាក់ក្នុងក្រុមណាយើងដាក់ក្នុងក្រុមហ្នឹងអញ្ចឹង user SVA យើងដាក់ទៅក្នុងក្រុម PHP តែមួយទេចំណែក SVB គឺស្ថិតនៅក្នុងក្រុមJava មាន SVB SVC រហូតដល់ SVB អូខេយើង enter មកយើងដូរតែ user របស់យើងមកដាក់ក្នុងក្រុមដដែលD អូខេ E S អូខេបន្តមកទៀតយើងចូលក្នុង user G គឺដាក់ចូលទៅក្នុងក្រុមPythonយើង enter ទៅអូខេហើយបន្តមកទៀតយើងធ្វើការ change owner ចឹងដើម្បីធ្វើការ change owner បានយើងត្រូវប្រើ sudo យើងប្រើ command sudo chown ហើយយើងដក R ធំហើយយើងយក SV របស់យើងមក SVA របស់យើងចុច2គ្រប់របស់យើង underscore PHP ហើយយើងchange ក្នុង folder របស់យើងនឹង SV1 PHP អូខេយើង enter មកហើយបន្តមកទៀតយើងដូរPB SVB របស់យើងនឹងដាក់ចូលទៅក្នុងក្រុម Java
sorry Java ទូចនៅក្នុង folder Java ហើយមួយទៀតគឺ SVG ដាក់ចូលទៅក្នុង Python ឆេងក្នុង Python sorry យើងមកដូរនេះទៀតមើលអូខេហើយបន្តមកទៀតគឺយើងធ្វើការកំណត់តាក់ទងជាមួយនឹងកំណត់សិទ្ធិឲ្យចង់យើងធ្វើការឆែកគឺ ls ឆែកទូនាទីដោយសារមកខ្ញុំដំបូងគឺខ្ញុំផ្លេចឆែកមើលមុននឹងឆេងowner ពេលអញ្ចឹងទៅវាអាចនឹងអូខេអញ្ចឹងយើងដាក់ folder របស់យើងមក sv1 php អញ្ចឹងយើងចង់ឆែកមើលមួយណាយើងដាក់ folder មួយហ្នឹងទៅនឹងឆែកមើលសិទ្ធិរបស់ folder នីមួយៗអញ្ចឹងនេះកន្លែងនេះមិញកន្លែងuser ហើយនឹង group កន្លែង owner តាក់ទងជាមួយ owner កន្លែង change owner នឹងដំបូងមិញខ្ញុំអត់បាន list មើលពេលអញ្ចឹងទៅពេលខ្ញុំ change ហើយបាន list អញ្ចឹងត្រូវដែរតែគាត់ថាចង់ជាក់ស្ដែងចង់ដឹងថាវាឆេងទៅតាមថាយើងចង់ច្បាស់យកមកដំបូងយើងធ្វើយើង list មើលសិនយើង list មើលហើយចាំយើងឆេងតាមក្រោយបានដែរដើម្បីជាក់ស្ដែងដោយសារនេះខ្ញុំធ្វើឲ្យបានខ្ញុំ list មើលតែវានេះកន្លែងនេះគឺយើងបានឆេងរួចរាល់ហើយកន្លែង owner អូខេអញ្ចឹងយើងចង់មើលមួយណាយើងមើលមួយនេះមើល file មួយហ្នឹងទៅដោយសារខ្ញុំបានឆេងអស់ហើយមិញអញ្ចឹងមើល Java owner user svb តែកន្លែងនេះយើងអត់ទាន់បានកំណត់សិទ្ធិទេសិទ្ធិរបស់វាអត់ទាន់បានកំណត់ទេគឺនៅធម្មតាទៅតាមនេះទៅថ្មីមិនគឺអញ្ចឹងមកយើងអត់ទាន់បានកំណត់ទេអញ្ចឹងយើងឆែកមើលនៅក្នុង folder Python ទៀតអូខេនឹកuser svg គ្រប់ Python មានសិទ្ធិលើ file នេះមានសិទ្ធិលើ មានសិទ្ធិលើ folder នេះនៅខាងនេះសិទ្ធិមួយវាតែគាត់ថាអត់ទាន់បានឆេងអញ្ចឹងយើងធ្វើការឆេងយើងធ្វើការកំណត់សិទ្ធិឲ្យ user ទាំងអស់របស់យើងអញ្ចឹងយើងដើម្បីធ្វើការកំណត់បានយើងប្រើ sudo ហើយយើងប្រើ chmod ដើម្បីដាក់សិទ្ធិឬក៏កំណត់សិទ្ធិទាំងកន្លែងនេះខ្ញុំដាក់700 sv ដោយសារតែ user របស់យើងនៅក្នុង folder php នឹងមានតែមួយទេអញ្ចឹងមានតែ sva ទេអញ្ចឹង sva គាត់មានសិទ្ធតែ user មានសិទ្ធ full អញ្ចឹងយើងដាក់សិទ្ធឲ្យគាត់មក user មាន full ហ្នឹងបើគាត់ជា numeric គឺស្មើ7បន្ទាប់មកគ្រប់ហើយនឹង user ស្មើ00គាត់អត់មានសិទ្ធទេអូខេអញ្ចឹងយើងដាក់folder របស់យើងមក sv1 ដល់ clear folder របស់យើង php អូខេតមកទៀតខ្ញុំកំណត់ឲ្យនេះដែរឲ្យឲ្យ folder Java ហើយចាំខ្ញុំកែតាមក្រោយដោយសារ Java គឺនៅក្នុង Java គឺមាន user ច្រើនអញ្ចឹងខ្ញុំសូមដាក់ set ប៉ុណ្ណឹងហើយអញ្ចឹងសិនហើយបានខ្ញុំកែតាមក្រោយអូខេហើយបន្តមកទៀត Python
Python គឺគាត់មាន set full ដែរ user svg ហ្នឹងមាន set ទៅលើ folder Python ហ្នឹងគឺ full អូខេយើង enter មកហើយយើងទៅធ្វើការកែជាមួយតាក់ទងជាមួយនឹងហើយយើងធ្វើការដាក់ set នៅក្នុង folder Java របស់យើងនេះដោយសារនៅក្នុង folder Java ហ្នឹងគ្រប់របស់គាត់មានច្រើន user អញ្ចឹងយើងកំណត់តាមប្រើតាម access control list អញ្ចឹងយើងកំណត់តាម symbolic mode អញ្ចឹងយើងត្រូវប្រើ command មួយគឺ sudo set អញ្ចឹងយើង set file អូខេហើយបន្ទាប់មកយើងដក m ហើយយើងកែ user ទៅអត់អញ្ចឹងយើងដាក់ u.2 ហើយយើងយក user របស់យើងមក user របស់យើងមាន sv.c ដោយសារ svb គឺគាត់មាន full ហើយមាន set full ហើយអញ្ចឹងយើងមិនកែអញ្ចឹងយើងកែតែយើងដាក់ set ឲ្យតែ folder ណាដែលគាត់អត់មាន set ពេញលេងយើងកំណត់ set សារថ្មីយកមកអញ្ចឹងគាត់មាន set តែ read ហើយនឹង execute ទេទៅលើ folder sv1 ទៅលើ subfolder sv1 folder Java របស់យើងអញ្ចឹងគាត់មាន set ទៅលើ folder Java របស់យើងហ្នឹងមាន set តែ read ហើយនឹង execute ទេអញ្ចឹងយើង enter មកហើយបន្តមកទៀត file ដដែលហ្នឹងតែ user ផ្សេងតែគាត់មាន set ដូចគ្នាយើងគ្រាន់តែដូរ user មកអូខេហើយយើង enter តមកទៀត user f ដោយសារ e គាត់មាន set full ហើយអញ្ចឹង e ហ្នឹងយើងចង់ set ថ្មីក៏បានដែរអញ្ចឹងកន្លែងនេះយើងថែមតែread មួយទៀតមកហើយយើងដូរមក e មកហើយយើង enter ហើយបន្តមកទៀតដើម្បីយើងធ្វើការ check តាក់ទងជាមួយនឹងរបស់ user របស់យើងនៅក្នុង folder អញ្ចឹងយើងប្រើ command មួយគឺ get facal ហើយបន្ទាប់មកយើងដាក់ folder របស់យើងមកដែលយើងចង់ check folder ណាយើងដាក់ឈ្មោះ folder ហ្នឹងអញ្ចឹងខ្ញុំ check folder sv php មុនអូខេ php មុនរបស់ខ្ញុំហ្នឹងយើងនឹងឃើញថាគ្រប់របស់យើងហ្នឹងowner ហ្នឹង user sva គ្រប់ php របស់យើងហើយ user គាត់មាន set full មានទាំង read មានទាំង write មានទាំង execute នេះដូចក្នុងកិច្ចការរបស់យើងអញ្ចឹងនេះមាន full ទៅលើ php ចំណែកឯfolder ផ្សេងគឺគាត់អត់មាន set ទេអូខេបន្តមកទៀតយើង check មើលJava អូខេ Java នេះ Java របស់យើង owner របស់គាត់គឺ svb ហើយគ្រប់គឺ Java ហើយបន្តមកទៀតគឺ user គាត់មាន set នេះ user របស់គាត់មានច្រើននៅក្នុងហ្នឹងអញ្ចឹង user គាត់មាន set ទៅលើ folder Java ហ្នឹងuser svc គាត់មាន set តែ read ហើយនឹង execute ទៅលើ folder Java ចំណែកឯ d ក៏មាន set read និង execute ដែរចំណែកឯ e គាត់មាន set full ទៅលើ folder Java របស់យើងហើយ f គឺគាត់មាន set តែ read ហើយនឹង execute ដូច c ហើយនឹង b ដែរហើយបន្តមកទៀតយើង check folder
Python របស់យើងអូខេយើង enter មកចឹងយើងនឹងឃើញថា user របស់យើងនេះក៏មាន set full ចំណែកឲ្យគ្រប់អត់មានអត់មានចឹងគ្រប់user ឬមួយក៏ owner របស់គាត់ហ្នឹងគឺ SVG គាត់មាន set ទៅលើ product ហ្នឹងគឺមាន set full អូខេអ្នកគ្រប់ Python អូខេចឹងកិច្ចការហ្នឹងមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូហើយនឹងជម្រាបលាលោកគ្រូ